មូលហេតុសំខាន់ដែលអ្នកគួរចំណាយពេលដើរកម្សាន្តជាមួយគ្រួសារបានច្រើនសប្តាហ៍នេះក្មេងៗឬយុវវ័យមួយចំនួនតែងតែឲ្យតម្លៃទៅលើការដើរលេងឬចំណាយពេលវេលាជាមួយគ្រួសារតិចតួចជាជាងជាមួយមិត្តភ័ក្តិហេតុនេះហើយអ្នកគួរបង្កើតទម្លាប់និងមកមើលពីមូលហេតុដែលអ្នកគួរដើរលេងនិងចំណាយពេលជាមួយគ្រួសារឲ្យបានច្រើនទី1បង្កើនការចងចាំល្អជាមួយគ្រួសារតាំងពីតូចដល់ធំតើអ្នកបានសាងអនុស្សាវរីយ៍និងការចងចាំល្អជាមួយគ្រួសារបានប៉ុណ្ណាហើយពួកគេគឺជាអ្នកមានគុណរបស់អ្នកហើយមិនច្បាស់ថាអ្នកអាចរួមរស់ជាមួយលោកដល់ពេលណានោះទេហេតុនេះទាន់នៅមានពេលវេលាអ្នកគួរចំណាយពេលដើរលេងជាមួយពួកគាត់ហើយបង្កើតអនុស្សាវរីយ៍ល្អៗមិនអាចបំភ្លេចឲ្យបានច្រើនទៅទី2បើកឱកាសឲ្យគ្រួសារអ្នកបានស្គាល់អ្វីថ្មីជាមួយអ្នកពេលខ្លះអ្នកបានដឹងអ្វីច្រើនជាងពួកគាត់ហើយពេលខ្លះគាត់ក៏ដឹងច្រើនជាងអ្នកផងដែរដូចនេះប្រសិនបើអ្នកដើរលេងជាមួយគ្នាអ្នកអាចមានឱកាសសិក្សានិងទទួលបទពិសោធន៍ពេញមួយគ្រួសារតែម្ដងទី3មានអារម្មណ៍កក់ក្ដៅព្រោះបាននៅជាមួយគ្នាពេលដើរជាមួយមិត្តភ័ក្តិគឺជឿថាអ្នកនឹងនៅមិនសុខក្នុងខ្លួនហើយគ្រួសាររបស់អ្នកក៏បារម្ភពីអ្នកផងដែរពេលអ្នកដើរលេងដោយគ្មានពួកគាត់តាមបើដើរជុំគ្នាអ្នកនឹងកាន់តែមានអារម្មណ៍កក់ក្ដៅខ្លាំងជាងមុនគ្មានការព្រួយបារម្ភសូមចុច like share និង subscribe page channel របស់យើងខ្ញុំដើម្បីទទួលបានខ្លឹមសារអប់រំបន្ថែមទៀត